ថ្ងៃនេះអានេះដើរត្រឡប់ទៅបន្ទប់ជួលវិញរៀងយប់បន្តិចនៅតាមដងផ្លូវហាក់មានសភាពខ្មៅងងឹតខុសពីរាល់ដងមានសំឡេងខ្យល់បក់ខ្លាំងសំឡេងឆ្កែលូបដេញគ្នាពីចម្ងាយអានេះនឹងភ័យណាស់ប្រញាប់ដើរឲ្យលឿនដើរមកដល់មុខផ្ទះបាក់បែកមួយដែលមានកម្ពស់3ជាន់នាងហាក់មានអារម្មណ៍ថាដូចជាមានមនុស្សម្នាក់ឈរសម្លឹងមើលមកនាងនៅជាន់ទី3រំពេចនោះធ្លាប់តែទូរស័ព្ទរបស់នាងរលត់ឆឹងនៅលើអេក្រង់ទូរស័ព្ទឆ្លុះឃើញមុខមនុស្សស្រីដែលមានឈាមរហាមកំពុងឲ្យចេញមកពីក្រៅស្មារបស់នាងអានេះនាងភ័យណាស់ប្រញាប់រត់ឲ្យលឿនបន្ទាប់ពីរត់គេចខ្លួនទាំងព្រលឹងចង់សក់មកនាងក៏បានមកដល់មុខបន្ទប់ជួលទាំងភ័យស្លន់ស្លោនាងប្រញាប់ចាក់សោទ្វារពេលងាកមើលមកខាងក្រោមបេះដូងនាងសើទៅលើកចេញមកខាងក្រៅមានស្បែកជើងកែងចោលពណ៌ក្រហមមួយគូដាក់នៅចំមុខបន្ទប់របស់នាងមិនដឹងថាមានកម្លាំងចិត្តអ្វីមកពីណាទាញចិត្តឲ្យអានេះលោកដៃទៅប៉ាស្បែកជើងកែងចោលនោះភ្លាមនោះភ្លើងនៅក្នុងបន្ទប់ចាប់ផ្ដើមបិទបើកខ្យល់ត្រជាក់ស្រេបបក់កាត់ចូលមកក្នុងបន្ទប់ទាំងដែលបង្អួតបិទជិតអានេះស្ទុះឡើងទៅលើគ្រែយកភួយដណ្ដប់ចិត្តក្បាលទាំងញាត់ទៅត្រើតនៅក្នុងសភាពស្ងប់ជ្រងំស្រាប់តែឮសូរសំឡេងដូចជាមានមនុស្សពាក់ស្បែកជើងកែងចោលដើរចុះឡើងនៅមុខបន្ទប់របស់នាងផឹងសំឡេងទ្វាររបើកសំឡេងណានជើងបានឈរមកនៅចុងគ្រែរបស់អានេះភ័យណាស់មិនហ៊ានដកដង្ហើមខ្លាំងឡើយក្នុងចិត្តបួងសួងសូមឲ្យមានមនុស្សតែនៅជិតបន្ទប់បានឮពេលកំពុងតែគិតស្រាប់តែភួយរបស់នាងដូចជាត្រូវបានគេសម្រួលចុះមកខាងក្រោមអ្វីដែលអានេះឃើញនៅចំពោះមុខមិនមែននៅចុងជើងគឺមើលស្រីសក់វែងកំពុងសម្លឹងមើលមកនាងនៅលើពិដាននាងពាក់ស្បែកជើងពណ៌ក្រហមនៅនឹងដៃទាំងពីររួចសោចយ៉ាងព្រឺព្រួចទម្លាក់ខ្លួនចុះមកនៅចំពោះមុខអានេះ